ថ្ងៃនេះមកជួយខ្ញុំជាសាជាថ្មីទៀតហើយចង់និយាយថាគេមានស្រៈឡាំតាំងខ្មែរអង់គ្លេសនិងអក្សរឡាំតាំងខ្មែរអង់គ្លេសដែរឥឡូវយើងមកមើលស្រៈយើងក៏អាកាយើងដាក់អេអូអក៏បានចឹងយើងមើលហើយណាមើលហើយឥឡូវយើងចាប់ដើមចូលទី2ចឹងខ្ញុំប្រាប់ពីរបៀបដាក់របៀបវាវាគឺជាស្រៈឡាំតាំងគឺជាស្រៈ subject ចឹងយើងប្រើមួយវាដូចចឹងណាកអាកាចឹងបកអាកាជាអង់គ្លេសយើងដាក់អក្សរ K អក្សរ A ឬមួយក៏អក្សរ O នេះតែខ្ញុំប្រាប់ហ្នឹងហើយដូចខ្ញុំនិយាយមិញចឹងនេះបកអាកាយើងដាក់ស្រៈអង់គ្លេសដាក់ A ឬក៏ O ត្រូវអត់នេះអក្សរកនេះវាផ្ដើមមកពីអក្សរ K ហើយកក៏ K ដែរតែយើងដាក់អក្សរកចាំមិនវាត្រូវដាក់កាយើងសេអក្សរ K ហើយអក្សរ A និងអក្សរ O យើងសេអក្សរ A ក៏បានអក្សរ O ក៏បានតាមចិត្តយើងព្រោះវាជាពាក្យ subject មួយនៅក្នុងប្រឡង W expression W expression មាន what who where you អីច្រើនណាស់នោះមាន5 3ពាក្យអាហ្នឹងគឺជា subject ចឹងតើវាប្រើមក W expression ណាហ្នឹង subject ចឹងណាហើយស្រៈឡាំតាំងវាក៏ដូច subject ដែរតែ subject ខុសគេអានោះW expression គឺជា subject English យើងចូលចិត្តមួយណាក៏បាន subject ហ្នឹងវាប្រើមួយ W expression ណាហើយនេះប្រើបានដែរនេះមិញហ្នឹងខ្ញុំចូលមិញហ្នឹងក៏ប្រើបានដែរដោយសារវាជាពាក្យសម្រាប់ផ្ដើមពី subject បងប្អូនអត់យល់ចាំខ្ញុំថតវីដេអូក្រោយអាហ្នឹងវាជាពាក្យ subject ណាវាជាពាក្យស្រៈឡាំតាំងគឺជាពាក្យ subject ចាំខ្ញុំឆែកម្ដងទៀតឲ្យបងប្អូនយល់នេះអា subject ហ្នឹងឯងអាហ្នឹងវាជាពាក្យ subject ណាដោយសារវាមានពាក្យជាន័យស្អាស្អែស្អីស្អើស្អើស្អូស្អូស្អ៊ូស្អាស្អឺស្អ៊ីស្អេស្អាស្អៃស្អោស្អៅស្អ៊ុំស្អមស្អាមស្អាស្អូស្អេស្អោហ្នឹងវាគឺជាពាក្យហើយនេះក៏ដល់អវាគឺជាពាក្យដែរអញ្ចឹងខ្ញុំសូមជម្រាបលាបាយបាយ